លោកនាងជាទីមេត្រីយុវជនកម្ពុជាដែលមានអាយុក្រោម30ក្នុងមួយជីវិតមកទល់ពេលនេះបានស្គាល់មេដឹកនាំប្រទេសរបស់ខ្លួនតែម្នាក់គត់នោះគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកហ៊ុនសែនដែលមានវ័យ64ឆ្នាំកាន់តំណែងផុតកំពូលនេះបានជាង28ឆ្នាំហើយលោកតែងមានប្រសាសន៍ថាលោកនឹងកាន់តំណែងនេះបន្តទៅទៀតរហូតដល់លោកមានអាយុ75ឆ្នាំប្រសិនបើប្រជាជននៅតែបោះឆ្នោតជូនលោកក៏ប៉ុន្តែខុសពីអ្វីដែលលោកហ៊ុនសែនប៉ងក្រុមសង្គមស៊ីវិលមួយចំនួនរួមនឹងមេដឹកនាំគណៈបកប្រឆាំងផងបែរជានាំគ្នាពិភាក្សាធ្វើចលនាឲ្យមានច្បាប់កំណត់ឲ្យនាយករដ្ឋមន្ត្រីកាន់អំណាចត្រឹមតែ2អាណត្តិទៅវិញតើការកំណត់អាណត្តិនាយករដ្ឋមន្ត្រីមានសារៈសំខាន់យ៉ាងណាបានជាអ្នកដែលមិនបានធ្វើជានាយករដ្ឋមន្ត្រីខំនាំគ្នាគិតគូរម្លេះលោកជុនច័ន្ទបតសូមជូនបទវិភាគអំពីរឿងនេះគ្រាន់តែទទួលតំណែងជាអនុប្រធានទី1នៃរដ្ឋសភាជាផ្លូវការមិនបានប៉ុន្មានម៉ោងផងលោកកឹមសុខាប្រាប់គេប្រាប់ឯងថាលោកនឹងលើករឿងកំណត់អាណត្តិនាយករដ្ឋមន្ត្រីទៅនិយាយជាមួយលោកហ៊ុនសែនតាមពិតទៅមុននឹងចេញមកជួបនឹងអ្នកកាសែតនៅក្រៅវិមានរដ្ឋសភាលោកកឹមសុខាបានជួបរឿងគួរឲ្យសើចមិនសូវសមមួយនៅខាងក្នុងសភាគឺអ្នកដែលអង្គុយកៅអីសម្រាប់តំណែងអនុប្រធានទី1មិនព្រមប្រឡែងកៅអីនោះឲ្យលោកងាយងាយបានឡើយទោះបីជាអង្គសភាបានបោះឆ្នោតប្រគល់តំណែងអនុប្រធានសភាទី1នោះឲ្យលោកហើយក៏ដោយចុះរហូតទាល់តែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាសមាជិកសភាធម្មតាចេញមុខអន្តរាគមន៍ទើបអ្នកចាស់បង្ខំចិត្តងើបចេញហើយប្រគល់កៅអីនោះទៅឲ្យលោកកឹមសុខាសេចក្តីរាយការណ៍ព័ត៌មានដទៃទៀតក៏ឲ្យដឹងដែរថាសូម្បីតែបន្ទប់ធ្វើការសម្រាប់តំណែងអនុប្រធានសភាទី1ក៏អ្នកចាស់នៅតែតោងស្អិតមិនប្រគល់ឲ្យលោកកឹមសុខាដែរប្រហែលមកពីការក្រាញននាលមិនព្រមចុះចេញពីកៅអីតំណែងកៅអីអំណាចនេះហើយដែលជាផ្នែកមួយជំរុញឲ្យមានការស្នើផ្ដួលច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីការកាន់អំណាចតែឯងរាប់សិបឆ្នាំអាចជាឧបសគ្គរារាំងដ៏ធំមួយមិនឲ្យមានអ្នកចេះដឹងដទៃទៀតមានឱកាសក្នុងការចូលរួមផ្ដល់អ្វីដែលថ្មីអ្វីដែលជឿនលឿនជាងក្នុងការដឹកនាំកសាងជាតិនោះដែរក្រៅពីនេះការកាន់អំណាចតែម្នាក់ឯងយូរអាចផ្ដល់ឱកាសឲ្យអ្នកកាន់អំណាចបញ្ជាក្បាលម៉ាស៊ីនដឹកនាំប្រទេសតាមផ្លូវដដែលៗតាមរបៀបដដែលទន្ទឹមគ្នានឹងខំរកវិធីលាក់បាំងនៅការដឹកនាំនិងចំណាត់ការនានារបស់ខ្លួនដែលធ្វើឲ្យប្រទេសជាតិហិនហោចនោះទៅវិញជាច្រើនឆ្នាំច្រើនអាណត្តិណាស់មកហើយដែលអ្នកដឹកនាំកម្ពុជាប្រកាសគ្មានក្រែងថាខ្លួនចេះជាងគេមានយុទ្ធសាស្ត្រប្រសើរជាងគេក្នុងការដឹកនាំប្រទេសនិងក្នុងការរំលាយគូប្រកួតជាដើមក៏ប៉ុន្តែអ្នកដែលប្រឆាំងនឹងលោកតែងចោទថាលោកហាក់ដូចជាមិនមានវិធីអ្វីក្នុងការដឹកនាំប្រទេសជាតិក្រៅពីការរកស៊ីកាប់ព្រៃលក់ជួលបេតិកភណ្ឌជាទីសក្ការៈរបស់ជាតិឲ្យឈ្មោះរកស៊ីនិងបណ្ដេញអ្នកស្រុកទាំងបង្ខំចេញពីដីស្រែចម្ការយកដីនោះទៅជួលឲ្យក្រុមហ៊ុនបរទេសជាដើមទោះបីជាមនុស្សពេញប្រទេសរួមទាំងសហគមន៍អន្តរជាតិផងនាំគ្នាស្រែកតវ៉ាដោយបញ្ចេញនៅរបាយការណ៍អង្កេតមានភស្តុតាងត្រឹមត្រូវយ៉ាងណាក៏ដោយក៏អ្នកដឹកនាំនៅតែប្រកែកមិនទទួលយកការពិតមិនតែប៉ុណ្ណោះថែមទាំងជេរប្រតិចអ្នកដែលចង្អុលបង្ហាញពីសកម្មភាពខុសឆ្គងនោះទៀតផងប្រហែលជាមិនមានការអភិវឌ្ឍអ្វីជាដុំកំភួនហើយមើលទៅបានជាប្រមុខដឹកនាំតែងតែខំធ្វើឲ្យកក្រឹកកក្រែងខ្លាំងណាស់ចំពោះការងារសាមញ្ញធម្មតាហើយគួរតែដោះស្រាយប៉ុន្មានអាណត្តិមកហើយមានដូចជាការសង់ស្ពានអាកាសដោះស្រាយបញ្ហាចរាចរណ៍នៅទីក្រុងមួយដែលកកស្ទះនិងសង់ផ្សារទំនើបលក់ទំនិញនាំចូលពីបរទេសជាដើមនៅប្រទេសដទៃការងារសង់និងសម្ពោធស្ពានឬផ្សារជាដើមគឺជាភារកិច្ចរបស់អ្នកជំនាញនៅតាមសាលាសង្កាត់សាលាក្រុងតែប៉ុណ្ណោះដោយនេះប្រសិនបើមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីវាអាចផ្ដល់ឱកាសឲ្យមានអ្នកដឹកនាំថ្មីដែលអាចមានគំនិតថ្មីមិនរំពឹងតែទៅលើការលក់ឬជួលគេដំណើរប្រវត្តិសាស្ត្រជាតិលក់ទឹកលក់ដីលក់ព្រៃព្រឹក្សានោះទេការកាន់អំណាចយូរក៏ផ្ដល់ឱកាសឲ្យអ្នកកាន់អំណាចកសាងនូវយន្តការការពារអំណាចរបស់ខ្លួនឲ្យបានរឹងមាំដែលកម្រនឹងមានវិធីធ្វើឲ្យងាយចុះចេញពីតំណែងបានឡើយយន្តការការពារអំណាចរបស់ខ្លួនឲ្យនៅយូរអង្វែងនោះមានដូចជាការដាក់ស្ថាប័នទទួលបន្ទុកការបោះឆ្នោតឲ្យនៅក្រោមការត្រួតពិនិត្យរបស់ខ្លួនការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនិងការក្តោបក្តាប់កងកម្លាំងប្រដាប់អាវុធជាដើមសូម្បីតែព្រះមហាក្សត្រក៏ត្រូវលោកនាយករដ្ឋមន្ត្រីជាអ្នកជ្រោមជ្រែងឲ្យឡើងសោយរាជ្យដែរធ្វើម៉េចបើលោកនាយករដ្ឋមន្ត្រីកាន់អំណាចបានយូរជាងលោកត្រូវមានភារៈជាអ្នកជ្រើសរើសស្ទើរគ្រប់ស្ថាប័ន
ដល់អញ្ចឹងទៅអ្នកដែលត្រូវលោកជ្រើសរើសនោះតែងតែស្ដាប់បង្គាប់លោកទីបំផុតអំណាចរត់ទៅប្រមូលផ្ដុំតែទៅលើបុគ្គលម្នាក់មន្ត្រីដែលនៅជុំវិញលោកដែលភាគច្រើនសុទ្ធតែលោកប្រោសប្រទានផ្ដល់អំណាចឲ្យនាំគ្នាគោរពបូជាលោកចាត់ទុកលោកជាទីសក្ការៈពួកគេមិនត្រឹមតែអោនលំទួននៅចំពោះមុខលោកទេសូម្បីតែការសរសេរលិខិតស្នាមនានាឲ្យតែប៉ះចំឈ្មោះឬក៏រមងាររបស់លោកក៏គេត្រូវបដូរពុម្ពអក្សរឲ្យធំជាងច្បាស់ជាងប្រណិតជាងអក្សរដទៃទៀតក្នុងលិខិតទាំងមូលនោះដែរយូរទៅមន្ត្រីនៅក្រោមអាវ៉ាតលោកស្ទើរតែទាំងអស់ហាក់ដូចជានាំគ្នាធ្វើការដើម្បីតែបង្ហាញសកម្មភាពរបស់ខ្លួនឲ្យលោកហ៊ុនសែនបានឃើញជាងមានទិសដៅក្នុងការបម្រើជាតិនិងប្រជាជនមានមន្ត្រីមិនតិចទេដែលពេលចុះធ្វើសកម្មភាពផ្សេងតែងជួលអ្នកកាសែតឲ្យចុះផ្សាយពីសកម្មភាពរបស់ខ្លួនប្រសិនបើមេធំចេញទៅបេសកកម្មនៅក្រៅប្រទេសគេឲ្យលុយអ្នកកាសែតថែមទៀតដើម្បីឲ្យផ្អាប់រឿងនោះទុកសិនកុំទាន់ចេញផ្សាយចាំសម្ដេចមកវិញសិនទើបផ្សាយដើម្បីឲ្យសម្ដេចបានឃើញបន្ថែមលើនេះអ្នកកាន់អំណាចជាពិសេសអ្នកកាន់អំណាចកាន់តែយូរកាន់តែមានប្រៀបច្រើនជាងអ្នកដែលមិនកាន់អំណាចក្នុងការអួតអាងពីសមិទ្ធផលទាំងឡាយដែលខ្លួនបានធ្វើទោះតិចឬច្រើនក្តីក្នុងការឃោសនារកសម្លេងឆ្នោតម្ដងក្រុមអ្នកកាន់អំណាចតែងឆក់ឱកាសនោះវាយបកទៅអ្នកដែលមិនមានឱកាសបានកាន់អំណាចពាក្យដែលក្រុមអ្នកកាន់អំណាចនិងអ្នកគាំទ្រតែងលើកឡើងនោះគឺថាមើលចុះគណៈបកប្រឆាំងបានធ្វើអ្វីខ្លះក្រៅតែពីស្រែកបន្ទោចបង្អាក់ដំណើរអភិវឌ្ឍជាដើមឥទ្ធិពលនៃទឹកប្រាក់របស់អ្នកដែលរកស៊ីកាក់កបជាមួយនឹងអ្នកកាន់អំណាចដុសស្នឹមក៏ជួយបង្កើតប្រព័ន្ធរបាំងការពារមួយមិនឲ្យបេក្ខជននយោបាយដទៃហក់ចូលក្នុងសៃវៀនដឹកនាំប្រទេសបានដោយងាយនោះឡើយនៅកម្ពុជាបច្ចុប្បន្នគេកម្រឃើញមានថៅកែរកស៊ីធំណាដែលមិនមានតំណែងណាមួយក្នុងរចនាសម្ព័ន្ធអំណាចរដ្ឋាភិបាលទេបើមិនមានតួនាទីជាសមាជិកសភាឬព្រឹទ្ធសភាទេក៏មានតំណែងជាទីប្រឹក្សាសម្ដេចនេះឬឯកឧត្តមនោះដែរពួកគាត់រកស៊ីមានបានដោយសារគាត់មានទំនាក់ទំនងដ៏ជិតស្និទ្ធយូរអង្វែងចាក់ស្រេះជាមួយក្រុមមេដឹកនាំដូច្នេះពួកគាត់ក៏ត្រូវតែធ្វើយ៉ាងណាដើម្បីជួយទំនុកបម្រុងឲ្យអ្នកកាន់អំណាចនោះនៅក្រាញក្នុងអំណាចជាបន្តទៅទៀតដែរបើពួកគាត់ត្រូវចំណាយលុយសាងសង់សំណង់អ្វីមួយដែលអាចកេងចំណេញនយោបាយបានពួកគាត់មិនខ្លាចហុចលុយទាំងខ្ទាស់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅចំពោះមុខម៉ាស៊ីនថតរូបថតទូរទស្សន៍នោះទេមើលទៅពួកគេហាក់ដូចជាមានទឹកចិត្តជ្រះថ្លាណាស់ដើម្បីលើកទឹកចិត្តក្រុមសន្តិសុខស៊ីឈ្នួលដែលបានវាយបំបែកក្រុមបាតកោវាយអ្នកកាសែតពេលដែលក្រុមនេះបានភ្លក់រសជាតិដំបងរបស់បាតកោម្ដងវិញថៅកែរកស៊ីជួញដីធំនៅស្រុកខ្មែរនាំគ្នាតម្រង់ជួបខ្ចប់លុយទៅជួយដល់ពេទ្យប្រកបដោយទឹកមុខសោកសង្រេងដូចចេញពីបាតបេះដូងពិតគេធ្វើយ៉ាងណាឲ្យតែបានអែបអបនឹងមេដឹកនាំដែលបានផ្ដល់ឱកាសនិងជួយទំនុកបម្រុងឲ្យគេរកស៊ីមានបានតាំងពីពេលចាប់កវែកកឆ្នាំងដំបូងមកម្លេះការកំណត់អាណត្តិនាយករដ្ឋមន្ត្រីក៏ប្រហែលជាអាចជួយកាត់បន្ថយអំពើពុករលួយបានមួយចំណែកធំបើក្រុមអ្នកដឹកនាំកាន់តំណែងក្នុងរយៈពេលជាកំណត់មួយពួកគាត់ក៏ប្រហែលជាមិនមានលទ្ធភាពឥតព្រំដែនក្នុងការបង្កើតបណ្ដាញបកពួកនិយមគ្រួសារនិយមពេញស្ថាប័នរដ្ឋដែលបង្កឲ្យមានអំពើពុករលួយនិងមានឱកាសក្នុងការកេងចំណេញពីតួនាទីរបស់ខ្លួនដែរជាងនេះទៅទៀតការកំណត់អាណត្តិនាយករដ្ឋមន្ត្រីក៏ប្រហែលជាអាចបញ្ជៀសបាននូវជំងឺលង់ខ្លួនមួយចំនួនការអង្គុយស្រួលយូរពេកក្នុងការិយាល័យទំនើបមានព្រំស្រស់ស្អាតមានអ្នកបម្រើមានជំនួយការទីប្រឹក្សាអាមីអាថោងឆ្វេងស្ដាំចាំតែលើកជើងច្រើនពេកទៅអាចធ្វើឲ្យពួកគាត់លង់ខ្លួនភ្លេចនឹកគិតដល់ជីវិតសាមញ្ញធម្មតារបស់ប្រជាពលរដ្ឋទូទៅដែលគាត់មានភារៈបម្រើនិងដោះស្រាយជូនមានពេលខ្លះក្រុមអាមីអាថោងប្រហែលជាមិនចង់រំពឹលទុកមេរបស់ខ្លួនក៏លាក់បាំងបញ្ហាមួយចំនួនមិនឲ្យមេដឹងហើយពេលនោះទោះបីជាមេដឹកនាំនោះប្រកបដោយកតេបណ្ឌិតឆ្លៀសវៃយ៉ាងណាក៏ដោយក៏ទីបំផុតចេញមុខសារភាពថាខ្លួនមិនបានដឹងរឿងអីសោះម្យ៉ាងទៀតការកំណត់អាណត្តិនាយករដ្ឋមន្ត្រីក៏ប្រហែលជាអាចជួយឲ្យក្រុមអ្នកកាន់អំណាចយកចិត្តទុកដាក់ក្នុងការបំពេញការងារបម្រើជាតិបានពេញដៃពេញជើងជាងការមិនកំណត់ដែរជាពិសេសនៅក្នុងអាណត្តិចុងក្រោយដោយមេដឹកនាំនិងក្រុមបករបស់ខ្លួនដឹងថានឹងលែងមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីទៀតនោះគាត់អាចលែងខ្វល់ពីការខិតខំរកយុទ្ធសាស្ត្ររកសម្លេងឈ្នះឆ្នោតសម្រាប់អាណត្តិក្រោយទៀតហើយពេលនោះគាត់អាចបង្វែរការយកចិត្តទុកដាក់ទាំងស្រុងទៅនឹងការកសាងជាតិពិតនិងកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនពេលអស់អំណាចទៅនោះទៀតផង
ទោះជាយ៉ាងណាក៏ដោយអ្នកដែលនៅក្រាញនឹងអំណាចតែលើកហេតុផលផ្សេងពីការនៅបន្តកាន់អំណាចគ្មានព្រំដែនរបស់ខ្លួននោះគេតែងលើកឡើងថាមិនមែនមកពីការស្រឡាញ់អំណាចហើយក្រាញននៀលនឹងអំណាចនោះទេតែមកពីថាខ្លួនជាអ្នកចេះជាងគេក្នុងការកាច់ចង្កូតដឹកនាំបានល្អព្រោះខ្លួនស្គាល់កន្លុកកណ្ដៀតសពគ្រប់រាប់សិបឆ្នាំហើយគ្មាននរណាចេះជាងខ្លួននោះទៀតទេនេះប្រហែលជាគ្រាន់តែជាពាក្យដោះសារការពីអំណាចដែលផ្ទុយស្រឡះពីពាក្យចាស់ខ្មែរពីបរមបុរាណដែលប្រដៅថាចេះឯងឲ្យក្រែងចេះគេខ្ញុំជុនច័ន្ទបុត្រ Vichu Azizi Serai Washington